ដោយអនុវត្តតាមគំរូដ៏ល្អប្រពៃពីសំណាក់ស្ដេចអគ្គមហាសេនាព្រះតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវគតិព្រះបណ្ឌិតមុរនីហ៊ុនសែនក្រុមវីរយុទ្ធជនវ៉វិញដីធ្លីស្ដេចតេជោក្រុម158សេនិងក្រុមការងារបច្ចេកទេសបានធ្វើការសាងសង់ផ្ទះជូនដល់ប្រជាពលរដ្ឋបន្ទាប់ពីការងារស្នូលរបស់ខ្លួនទីតាំងដែលត្រូវសាងសង់លំនៅឋាននេះស្ថិតនៅក្នុងភូមិផ្ចិតជ្រុំឃុំកន្ទួតស្រុកស្វាយលើកខេត្តសៀមរាបតាមការបញ្ជាក់ពីសំណាក់លោកជាសុធាប្រធានក្រុមដឹកនាំយុវជនក្រុមទី158សេបានឲ្យដឹងថាកត្តាដែលផ្ដើមមានការជួយសាងសង់លំនៅឋានទាំងនេះបន្ទាប់ពីក្រុមវីរជនស្ដេចតេជោក្រុម158សេចុះបន្តអនុវត្តការងាររបស់ខ្លួនក្នុងការងារវាស់វែងដីធ្លីជូនដល់ប្រជាពលរដ្ឋក្នុងនោះមានទាហានម្នាក់ក្នុងចំណោម3នាក់ដែលមានភារកិច្ចការពារក្រុមវីរយុវជនឈ្មោះម៉ែនមុកជាបុរសពោះម៉ាយអាយុ46ឆ្នាំស្ថិតក្នុងអង្គភាពវីរៈ408មានទីតាំងនៅអូកូនតឹងបានចាប់ចិត្តប្រតិបត្តិជាមួយនឹងស្ត្រីមេម៉ាយកូនមួយឈ្មោះលីសៅអាយុ30ឆ្នាំរស់នៅក្នុងស្ថានភាពក្រលំបាកជាមួយនឹងការផ្ដើមស្នេហ៍ថ្មីរវាងអ្នកមេម៉ាយទាំងពីរពួកគាត់ក៏បានដឹកដៃគ្នាមកជួបក្រុមវីរយុវជនដើម្បីជាសាក្សីដឹងឮរវាងគូស្នេហ៍ទាំងពីរផងដែរលោកជាសុធាក៏បានដឹងទៀតថាដោយតែឃើញអ្នកទាំងពីរហាក់បីដូចជាមានស្ថានភាពក្រីក្រហើយដើម្បីជាចំណងដៃដល់អ្នកទាំងពីរក្នុងនាមជាមេបានោះក្រុមវីរយុវជននិងក្រុមបច្ចេកទេសនិងអ្នករួមការងារទាំងអស់ក៏បានសម្រេចជួយសាងសង់ផ្ទះចំនួន1ខ្នងផុតពីដីទំហំ7x12ម៉ែត្រធ្វើឈើប្រក់ស័ង្កសីនិងដោយមានការជួយឧបត្ថម្ភជ្រោមជ្រែងពីសំណាក់ឯកឧត្តមសេនីយ៍តូឈុំខេងមេបញ្ជាការកងពលតូចអន្តរាគមន៍និងជាទីប្រឹក្សាផ្ទាល់របស់ស្ដេចអគ្គមហាសេនាព្រះតេជោហ៊ុនសែនបានជួយនៅសង្កសីនិងជើងតាងរួមនឹងឈើពីសំណាក់បងប្អូនប្រជាពលរដ្ឋដែលធ្វើឲ្យផ្ទះមួយខ្នងនឹងកើតជារូបរាងឡើងក្នុងពេលឆាប់ៗខាងមុខនេះតាមដំណឹងពីការសែនព្រេនតាមលក្ខណៈប្រពៃណីដល់គូស្វាមីភរិយាថ្មីទាំងពីរនេះនឹងប្រព្រឹត្តទៅនៅពេលខាងមុខបន្ទាប់ពីការសាងសង់ផ្ទះនេះរួចរាល់ជាស្ថាពរនិងធ្វើពិធីប្រគល់ក៏ដូចជារៀបចំឲ្យមានជាកម្មវិធីជប់លៀងតូចមួយដែលត្រូវបានផ្ដួចផ្ដើមឡើងដោយក្រុមវីរជនស្ដេចតេជោនិងដែលមានការជួយឧបត្ថម្ភជ្រោមជ្រែងពីសំណាក់ឯកឧត្តមសេនីយ៍តូឈុំខេងផងដែរ